បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតាមបណ្ដាញ Facebook បាទហើយថ្ងៃនេះដែរខ្ញុំក៏ចេញវីដេអូឃ្លីបមួយដែលដើម្បីតបតទៅភឿកចន្ទរាដែលបានបង្ហោះវីដេអូបាទតបតមកខ្ញុំវិញផងបាទសូមបញ្ជាក់ថាភឿកចន្ទរានេះដែលaccount Facebook របស់គាត់ពីមុនឈ្មោះថាភឿកចន្ទរាបន្ទាប់ពីមានបញ្ហាដែលគាត់បានទទួលលុយបញ្ញារបស់ខ្ញុំផ្ញើទៅខ្មែរចំនួន$5000មកហើយដល់ពេលអញ្ចឹងគាត់អត់មានការទទួលខុសត្រូវមកបន្ទាប់មកគាត់បានដូរ account ឈ្មោះ account Facebook របស់គាត់ឈ្មោះថាចន្ទរាភឿកបន្ទាប់មកពេលដែលខ្ញុំយកពេលនោះគាត់បាន unfriend Facebook របស់ខ្ញុំចោលបន្ទាប់មកគឺខ្ញុំ follow គាត់ទៅពេលដែល follow ទៅគាត់បែរជា block Facebook របស់ខ្ញុំចោលតែម្ដងបាទ block Facebook ខ្ញុំចោលហើយបានគាត់ដូរឈ្មោះថាតារាលក់សម្បុត្រយន្តហោះបាទអញ្ចឹងដើម្បីសូមបញ្ជាក់ឲ្យមិត្តភ័ក្តិទាំងអស់គ្នាបានដឹងថាគឺ account Facebook របស់ខ្ញុំបាទអូខេអញ្ចឹងដើម្បីបញ្ជាក់ឲ្យបងប្អូនទាំងអស់គ្នាបានឃើញណាថានេះឈ្មោះ account Facebook របស់ខ្ញុំរិទ្ធីប៉ុននេះអញ្ចឹងតែខ្ញុំ search ឈ្មោះតារាលក់សម្បុត្រយន្តហោះឃើញអត់បាទអញ្ចឹងខ្ញុំសូមធ្វើការ search ទាំងអស់គ្នាបាទនេះគឺកន្លែង search បាទយើងsearch មកគឺ search ឈ្មោះមកបាទនេះគឺជាតារាលក់សម្បុត្រយន្តហោះហើយចាប់ផ្ដើមខ្ញុំចុច search បាទវាប្រាប់ថាអត់មានទេបាទឃើញអត់មានទេបាទអញ្ចឹងខ្ញុំចុចនៅកន្លែងនេះអត់មានទាំងអស់បាទគឺគាត់បាន block Facebook របស់ខ្ញុំចោលបាទអញ្ចឹងបងប្អូនទាំងអស់គ្នាគួរតែពិចារណាមើលថាគាត់មានការទទួលខុសត្រូវនៅដែលគាត់ទទួលលុយបញ្ញារបស់ខ្ញុំផ្ញើទៅខ្មែរអត់បាទអញ្ចឹងចាប់ផ្ដើមខ្ញុំយក account នេះដើម្បីខ្ញុំ search វិញ account ផ្សេងណាអូខេអញ្ចឹងខ្ញុំផាសឈ្មោះគាត់ចូលបាទនេះគឺតារាលក់សម្បុត្រយន្តហោះហើយចាប់ផ្ដើមខ្ញុំគ្រាន់តែចុច search មកបាទអូខេអញ្ចឹងចាប់ផ្ដើមឃើញតែម្ដងនេះតារាលក់សម្បុត្រយន្តហោះបាទចាប់ផ្ដើមខ្ញុំមើលបាទហើយបាទបងប្អូនទាំងអស់គ្នាសូមចូលទៅមើលវីដេអូរបស់គាត់ដែលបាទគាត់បានផុសរយៈពេល10ម៉ោងបាទនៅថ្ងៃនេះបាទថ្ងៃអាទិត្យទី31ឯមែនទេថ្ងៃហ្នឹងទី1ថ្ងៃទី1បាទអូខេអញ្ចឹងបាទគាត់បានទៅសេថាខ្ញុំបានសុំឆ្លើយតបទៅលោករិទ្ធីប៉ុនរិទ្ធីបាទករណីដែលថាខ្ញុំជាជនបោកប្រាស់បាទអាហ្នឹងមិនមែនបោកប្រាស់ទេអាហ្នឹងដឹងទៅជាស្អីវិញហ្នឹងមែនទេមិនមែនបោកប្រាស់គេទេព្រោះទទួលលុយគេ$5000ផ្ញើទៅខ្មែរហើយអត់មានការទទួលខុសត្រូវបែរជា block account Facebook គេចោល block account កាកាវចោលហើយមានន័យថា block link ទូរស័ព្ទអត់ឲ្យ call ចូលទៀតអាហ្នឹងគឺដឹងបោកប្រាស់មិនបោកប្រាស់ទេបាទហើយរឿងរ៉ាវវាយ៉ាងម៉េចខ្ញុំនឹងបកស្រាយទៅឲ្យអញ្ចឹងគឺបងប្អូនទាំងអស់គ្នាស្ដាប់ការបកស្រាយរបស់គាត់បន្តិចអញ្ចឹងការបកស្រាយរបស់គាត់នេះបងប្អូនរស់ត្រាតែបងប្អូនទិញបាសមួយយ៉ាងធំដែលគួរមកបញ្ជាប់នៅឧបលមួយប៉ុណ្ណាណីបានស្ដាប់ឮពីព្រោះសំបីតែខ្ញុំបើកដាក់ចូលក្នុងបាសហើយចាប់ផ្ដើមខ្ញុំបើកឡើងអស់សម្លេងហ្មងក៏នៅឮតិចដែរបាទអញ្ចឹងសូមស្ដាប់ទាំងអស់គ្នាបាទទៅខ្ញុំគាត់ជួលទៅអញ្ចឹងហើយពាក្យបណ្ដឹងហ្នឹងគឺរបងគាត់ចាក់គាត់ជាអ្នកសេផ្ទាល់បាទអញ្ចឹងហេតុផលដែលគាត់ថាខ្ញុំអត់បានទៅប្តឹងវាអត់ត្រឹមត្រូវបាទសូមបញ្ជាក់ទៅបងបន្តិចការដែលបងទៅប្តឹងជនជាតិកូរ៉េទៅប្តឹងមិនប្តឹងឲ្យទៅអាហ្នឹងគឺជារឿងរបស់បងប៉ុន្តែរឿងដែលច្បាស់របស់ខ្ញុំគឺបងឯងអ្នកទទួលលុយរបស់ខ្ញុំបើយល់ទេបើឯអ្នកទទួលលុយបញ្ញារបស់ខ្ញុំផ្ញើទៅខ្មែរបាទអាហ្នឹងគឺរឿងមួយហើយអញ្ចឹងរឿងហ្នឹងគឺបើសិនជាជនជាតិកូរ៉េដែលគាត់បោកបងឯងមែនក៏បងឯងត្រូវមានការទទួលខុសត្រូវនៅក្នុងរឿងដែលបងឯងគួរតែដោះស្រាយលុយនឹងជាមួយខ្ញុំដែរបងឯងមិនត្រូវ block account Facebook ខ្ញុំចោលហើយចាប់ផ្ដើម block លេខទូរស័ព្ទខ្ញុំហើយចាប់ផ្ដើម reset កាកាវថ្មីដែរ reset កាកាវថ្មីដើម្បីបំបត្តិផតាំងទេបាទបន្តិចទៀតខ្ញុំនឹងឲ្យបងប្អូនទាំងអស់គ្នាទស្សនាផតាំងថាបង្គោលភឿកចន្ទរានេះគឺគាត់ស្អាតស្អំឬក៏មិនស្អាតស្អំបាទសូមស្ដាប់បន្តទៀតអ
ហើយចំពោះរឿងលុយដែលជំនឿក្រេនឹងបានบอกថាខ្ញុំហ្នឹងនេះបានធ្លាប់និយាយប្រាប់បងប្អូនដែលស្គាល់គ្នាជាចិត្តគ្នាដែលគាត់សួរខ្ញុំបានធ្លាប់និយាយថាខ្ញុំមានបញ្ហាលុយ$50,000ហើយទៅរឿងនេះវាដោះស្រាយអត់ចេញខាងនេះគាត់ឲ្យរងចាំនឹងខលទៅបាទរឿងហ្នឹងដោះស្រាយមិនចេញដោះស្រាយមិនចេញអីចេញមិនចេញអីបងសូមមើលពិនិត្យមើលកដាស់ដែលបងឯងឲ្យខ្ញុំទៅប្តឹងជនជាតិកូរ៉េនេះបាទនេះគឺជាសអ៊ុលបាទសអ៊ុលភុកភុកភូជីប៉ាំងបាទខំខ្យងឆាល់នេះខំឆាល់ឆងបាទបងឯងមើលទៅបាទហើយនេះគឺជាអាស័យដ្ឋានដែលរស់នៅរបស់ខ្ញុំហើយបាទឈ្មោះរបស់ខ្ញុំភុនលីធីហើយលេខទូរស័ព្ទរបស់ខ្ញុំបាទអូខេនេះហើយគឺជាឈ្មោះតកែរបស់ខ្ញុំដែលទៅធ្វើការប្តឹងជនជាតិកូរ៉េនឹងជាមួយខ្ញុំហើយឈ្មោះមួយនេះគឺជាឈ្មោះបាទគីមគីថេកដែលបងផ្ញើអត្តសញ្ញាណប័ណ្ណឈ្មោះជនជាតិកូរ៉េដែលអត់មានពាក់ព័ន្ធអីហ្នឹងឲ្យខ្ញុំទៅប្តឹងជនជាតិកូរ៉េហ្នឹងបើឲ្យយល់ទេបាទករណីមួយហ្នឹងគឺវាធ្ងន់ធ្ងរណាស់ទៅហើយអញ្ចឹងសូមបងប្អូនទាំងអស់គ្នាពិនិត្យមើលការកៅបាទពិនិត្យមើលការកៅអញ្ចឹងខ្ញុំនឹងឆែកឲ្យឯកសារទាំងអស់បាទអញ្ចឹងខ្ញុំនឹងបញ្ចេញឲ្យមើលបាទហើយបងឯងស្មានថាបងឯងប្លុកការកៅ reset ការកៅថ្មីហ្នឹងបាត់តែឯកសារនៅក្នុងទូរស័ព្ទបងឯងទេតែទូរស័ព្ទរបស់ខ្ញុំគឺនៅឡើយទេបាទនេះបងប្អូនទាំងអស់គ្នាស្គាល់ទៅមើលបាទខ្ញុំធ្លាប់ផ្ញើលុយទៅតាមគាត់រយៈពេល3ដងដំបូង$5,000ទី2$5,000ទី3$5,000តែលើកទី3ហ្នឹងមានបញ្ហាតែម្ដងអូខេអញ្ចឹងខ្ញុំស្គាល់មកបាទស្គាល់មកហើយបងប្អូនពិនិត្យមើលទាំងអស់គ្នាថានេះគឺជារូបថតរបស់គាត់អត់ហើយអានឹងខ្ញុំអាចធ្វើបានអត់បាទហើយនេះគឺជាខែ8ថ្ងៃ10 2015បាទពីមុនអត់តមានបញ្ហាអូខេបន្ទាប់ពីថ្ងៃមានបញ្ហាមកអញ្ចឹងឲ្យបងប្អូនទាំងអស់គ្នាស្ដាប់នៅសំឡេងរបស់គាត់ទៀតឲ្យច្បាស់លាស់បាទស្ដាប់សំឡេងគាត់ទៀតខ្ញុំអត់មានទេបងណាបាទសុំទោសបងបោះដៃទៅអត់ឃើញបងឯងយកសំថ្ងៃឯងបងថ្ងៃ15ត្រូវការច្រើនបាទស្ដាប់ច្បាស់អត់បងប្អូនបាទបន្ទាប់មកស្ដាប់ទៀតបាទបានយប់ហ្នឹងបងណាលុយបានយប់ហ្នឹងអូខេបាទបន្ទាប់មកទៀតបាទអូខេអញ្ចឹងចាប់ពីថ្ងៃ1ខែ9ឆ្នាំ2015បាទថ្ងៃ1ខែ9ឆ្នាំ2015ដែលគាត់បោះរ៉េតមកខ្ញុំបាទហើយចំនួនទឹកប្រាក់បាទចំនួនទឹកប្រាក់ដែលគាត់ឲ្យខ្ញុំផ្ញើទៅបាទចំនួននេះអូខេចំនួនដែល$5,986,197 វ៉ុនអូខេដែលខ្ញុំបានបញ្ជាក់នៅលើវីដេអូមុនអូខេអញ្ចឹងដែលគាត់ឲ្យផ្ញើទៅនេះបាទដុល្លារទៅព្រឹកបងខ្ញុំដាក់ឲ្យបានណាគាត់ថាព្រឹកបានគាត់ដាក់ឲ្យខ្ញុំណាបន្តមកទៀតគាត់ឲ្យខ្ញុំផ្ញើទៅនេះប៉ុន្តែខ្ញុំនិយាយបញ្ជាក់ប្រាប់គាត់ដែរបើសិនជាលេខកុង2ខ្ញុំអត់ផ្ញើទៅទេបាទក៏ប៉ុន្តែដោយសារតែគាត់ស្វែងរកលេខកុងផ្សេងអត់មានគឺគាត់ឲ្យខ្ញុំផ្ញើទៅ E1 តុងបាទនេះ E1 តុង1ប៉ុន្តែមិនមែន E តុង1ទេគឺ E1 តុងបាទនេះគឺលេខកុងហើយបន្ទាប់មកទៀតគឺ E ហូសងបាទអញ្ចឹង E ហូសងចំនួនទឹកប្រាក់បាទអូខេអញ្ចឹងគឺឯកសារខ្ញុំមានទាំងអស់បាទនេះគឺជាឯកសារដែលខ្ញុំបានផ្ញើទៅបាទទឹកប្រាក់ដូចគ្នាអូខេបងប្អូនមើលទាំងអស់គ្នាឯកសារហ្នឹងគឺខ្ញុំបានផ្ញើទៅហើយខ្ញុំបាននេះហើយបាទនេះគឺលេខកុងបងប្រុសខ្ញុំដែលត្រូវទទួលនៅខ្មែរអូខេប៉ុន្តែអត់បានទទួលទេហើយបន្ទាប់មកខ្ញុំបែរជាសួរគាត់អូខេថ្ងៃ2ចាប់ដើមគាត់តបមកវិញទៀតខ្ញុំនៅយកលុយកូរ៉េនឹងអត់ទាន់បានឡើយទេបងពួកខ្ញុំនៅចាំយកលុយក្នុងមួយថ្ងៃទៅល្ងាចនេះដល់បន្ទាប់មកស្ដាប់ទៀតពួកខ្ញុំនៅចាំយកលុយក្នុងមួយថ្ងៃទៅល្ងាចបងពួកវាយកលុយអត់បានឲ្យយើងអញ្ចឹងខ្ញុំពិបាកនិយាយបាទបន្ទាប់មកស្ដាប់ទៀតអឡូបងហ្នឹងឯងបងខ្ញុំនៅជាមួយគាត់ហ្នឹងបងតែគាត់អត់តបលុយឲ្យបានទេបងហើយសំឡេងនេះបងប្អូនដឹងសំឡេងពីណាអត់សំឡេង
chiêu chăn sụp phiếp bạt chiêu chăn sụp phiếp khơi cột này dây tha cột comment máu cột nhà xa máu nhóm cột tha cột miền bẹ pòn ởក្នុងđường nâng tề bạt đằng miền bẹ pòn miền bạt ởក្នុងđường bạt hơi bận tốt máu kia nè cột oi nè cột nhà tạ sinh nhân ban được bao chân chết của đấy đây miền chmo kim kỳ thek oi nhóm tập đăng tha bằng côn mà nè nâng ban bao pra được bao cột bao pra lôi cột chẳng nhóm có chiếc mai đôi kia nhóm vô bạt nhóm tha nhóm đăng bố tại tranh bao kê tư việc miền lôi chẳng tư còn nhóm vô cốt đây bố nhóm kết tha cốt cứ chia bằng côn mà nè để sạch om hơi nhóm có không xong là cái được bọc nhóm chliệt pê bạt đầm bay vô tập đắng hay cô bà té đập pê đắng máu bạt nè ai cái xa ní kim kỳ thét bạt ok hơi chinh bi sầm bốt chinh bi chong chal mình chong chal bạt ní miền tra ấy hơi miền lê tiệt bạt ní hai cái slide tham mạch nè bóng ôn để che cái móc cái slide tham mạch vô lại nè bạt nè khơi trình bị chong chal mình trình chong chal bạt trình bị bọc lý mình trình bọc lý bạt ní bóng ôn mơ tầng óc nè móc bạt nó cứ chia cái đá chính để pi bọc lý to đây mà đòn bạt ok ní bạt ca này nôm bằng hai ok chẳng cứ bóng ôn tầng óc mía mơ bàn chụp bạc hay mày đấy bạt ní xong mơ chụp bạc mà đòn tiền pin nứt mơ bạt ní cứ cho một được bọc nhom bạt anh nhung kết thả cột nâng sạch xóm á và có vấn đề nhung mình nước sman group ca record sầm lên độ bao cột tầng óc nhung nâng phơi video bằng hot tam YouTube hay nâng bằng hot tam Facebook oi bằng ôn tầng óc nít đại chưa chạy lơ cột comment tha chưa chạy lơ cột mà đối phía rồi thà cột chia bằng cột sạch xóm bạt oi bằng ôn tầng óc nít bạt cùng oi tranh bao prake được nhung ná nâng bằng ôn cô ta đáp bị cha ná hơi chập đam máu bạt cốt bay chị nhà lên chân chiên cái đấy này ôi nhom từ call từ bạt nhom call là chồn lý call có chồn hãy có tha chân chiên cái đấy này cứ lên tu sạp nơi mai rồi bỏ chân chiên cái đấy nè hãy nóng rương đại nhom xua cốt từ vinh từ màu nó có thả có là đại call chân chiên cái đấy nâng tê bạt đại call chân chiên cái đấy nâng tê hay còn đặt lùi từ tam còn phải mơn hay chẳng bỏng ôn cô tập cha nà mơ tha bật sân chia ọt call chân chiết cái đấy nâng hay còn đặt lùi từ phải mơn chẳng bỏng ôn đừng ọc nia chưa ọt và chẳng đạp bực cọt bật to tía từ video này thời ông về tí tư vì phố nhông nâng miên e cái xa chỉ trao tiết bạt để ná đừng bỏ ở trong cha nó hay Trung Quốc rung ra nâng và lô bông ở con thực hiện là chẳng tôi con trò con được thằng ở Phú Mỹ có ban chia nó có ban ở đằng đa nhưng mà cô tha ta được xe bị phần lỗ bị và được tốt bị bằng đằng ấy nữa cứ bà ở linh mà ở cái chu xe áo và mình chưa biết kho phù quạt đấy và phù quạt mà xe áo này nó là nhung có chia chúng tôi cũng muốn đài hay lôi chúng tôi làm mơn lá nhưng mà lôi bông ở có được chí và làm còn lá hay lôi ở bông xin là cái đó làm còn là nhưng lôi bông ở được một lý làm còn là việc làm mơn được hàng và cũng chắc là sau đây lôi làm kia có thể chia đôi nhưng chắc nhưng có vì họ mình mặc việc là từ sau đây có đa thời lôi để được nè anh chân cốt này dây thà cốt ọt miên sầm mặt hiệp ná đại mò song lùi nhom bạt bỏng bóng đừng óc Chris đạp cốt chụp bà hay mày nè hơi pe đại nhom call the cốt bạt nhom mình men oi cốt song lùi rồi bọc nhom phim tê cứ nhom oi cốt tục pe là cốt song nhom bật đọc cô bàn tay cốt bạt cốt bài chia ọt ní thế cốt slide mau tha nhom ọt miên lùi thế nhom ọt miên lùi đó sẽ dùng mùi bò ấy nè bạt ca record sầm lấy bong ôn đằng óc đi chăm đạp bạt nhom đừng phơi video bạt record sầm lấy nhom miên chờn buồn record sầm lấy mà nhưng con là trong ở bộ file ở bong ôn là đang input và mau tha hơi xôm bình chẹ bong ôn đằng óc đi ở ban đăng tiệt bạt cốt đô bị cái lái mui tới cái lái mui cốt rốt là hột hơi cốt ban rốt tới mai chùm muối chiêu chan sụp hiệp mà đòn hơi cốt ban rốt tới mai dạ tên mùi khai chùm muối chiêu chan sụp hiệp mà đòn hơi bạt nâng nhom phèp bong ôn này chụp bà to cái son nhưng bạn to cái son bao nhiêu học tốt bong ôn là phải vô tham những chương trình chẳng ta là số tham những bong ôn của bạn nè là
ហើយខ្ញុំសូមបញ្ជាក់ទៀតអញ្ចឹងមានន័យថាគាត់យកលុយខ្ញុំទៅរកស៊ីជាមួយជនជាតិកូរ៉េដល់ពេលគាត់បានចំណេញបានអីយកលុយគាត់តែដល់ពេលមានបញ្ហាគាត់បែរអត់ទទួលខុសត្រូវដល់ពេលអញ្ចឹងមានន័យថាគាត់យកលុយខ្ញុំទៅរកស៊ីដល់ពេលមានបញ្ហាឲ្យខ្ញុំដោះស្រាយអញ្ចឹងបងប្អូនគួរគិតពិចារណានៅចំណុចហ្នឹងបន្តិចបាទហើយគាត់ share ទៅក្នុង Facebook គាត់ថាបោកគេច្រើនណាស់បាទបោកគេច្រើនណាស់បោកគេច្រើនមែនបាទមិនច្រើនទេលុយត្រឹម$15,000ហើយនៅផ្សេងទៀតបាទអាហ្នឹងខ្ញុំដឹងអត់ច្បាស់បាទប៉ុន្តែគាត់ណាខ្ញុំឮលិហិទេខ្ញុំអត់ហ៊ាននេះប៉ុន្តែច្បាស់គឺលុយខ្ញុំ$5,000លុយបងប៊ូនី$5,000លុយស៊ីមមករា$5,000ហើយនៅលុយបងបាទសុផាត$5,000ទៀតបាទអាហ្នឹងគឺខ្ញុំដឹងច្បាស់បាទ20000ណាបាទហើយលុយដែលខ្ញុំឮលិហិមកបាទ30000 50000ណាហ្នឹងគឺខ្ញុំអត់និយាយទេពីព្រោះខ្ញុំអត់ត្រូវនិយាយទេបាទអាហ្នឹងរឿងខ្ញុំអត់និយាយទេអាហ្នឹងខ្ញុំអត់ដឹងច្បាស់បាទអាហ្នឹងគឺពេលដែលឡើងទៅប៉ុស្តិ៍ប៉ូលីសឬមួយក៏ឡើងទៅស្ថានទូតបាទអាហ្នឹងគឺខាងស្ថានទូតគេនឹងផ្ដល់យោបល់ឲ្យច្បាស់វិញអាហ្នឹងរឿងហ្នឹងខ្ញុំអត់និយាយទេឬរហូតដល់ក្រសួងការងារថាទៅគាត់ទូទៅក្រសួងការងារថាខ្ញុំបងគឺច្រើនគាត់តាមយ៉ាងម៉េចបងយ៉ាងណាខ្លះបាទហើយតាមពិតខ្ញុំមិនដែលចេញវីដេអូទេមក Facebook ខ្ញុំមិនដែលចេញជាវីដេអូអីទេបាទគាត់ថាបាទមនុស្សរស់នៅដែលអាកំបាំងមនុស្សរស់នៅដែលចាំទៅបោកគេដែលចេញហ៊ានចេញវីដេអូដែលចេញមុខផ្ទាល់ខ្លួនឯងធ្វើអីមែនទេហ្នឹងហើយមនុស្សរស់នៅដល់ឲ្យកំបាំងហើយដល់ពេលអញ្ចឹងដើរតារ៉ូស៊ីបោកគេអញ្ចឹងគឺមិនហ៊ានចេញវីដេអូដែលបង្ហាញមុខបង្ហាញពីក្រុមគ្រួសាររូបថតរបស់ក្រុមគ្រួសារសូម្បីតែរាល់ថ្ងៃរស់នៅណាក៏អត់ប្រាប់ពិតប្រកបផងហើយលេខទូរស័ព្ទខ្ញុំខលទៅអត់លើកបាទអីមានការបឡុកលេខខ្ញុំចោលទៀតបាទអាហ្នឹងគួរយ៉ាងម៉េចដែរបាទអូខេអញ្ចឹងគឺកន្លែងថាវីដេអូគឺខ្ញុំអត់ចង់ធ្វើវែងទៀតទេអញ្ចឹងបងប្អូនទាំងអស់គ្នាគួរតែស្ដាប់ពិចារណាទៅហើយបើបងប្អូនចង់ដឹងច្បាស់មួយទៀតសូមបងប្អូនទាំងអស់គ្នាចូលទៅកាន់ YouTube តែម្ដងបាទចូលទៅកាន់ YouTube មើលនេះចូលទៅកាន់ YouTube ហើយ search សារមើលបាទវាយពាក្យថាភឿកចន្ទរាអូខេភឿកចន្ទរាបងប្អូនទាំងអស់គ្នាចុច search មកបាទភឿកចន្ទរានេះគឺវីដេអូ45នាទីបាទអូខេបង្ហោះដោយខ្ញុំបាទរិទ្ធីបាទអូខេនេះមានបងប្អូនចូលមើលច្រើនហើយបងប្អូន like ហើយវីដេអូនេះគឺខ្ញុំបានបង្ហោះនៅថ្ងៃទី30បាទខែ3ឆ្នាំ2016បាទអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាមើលទាំងអស់គ្នាបាទអូខេបាទវីដេអូនេះគឺខ្ញុំគ្រាន់តែធ្វើប៉ុណ្្នឹងទេហើយវីដេអូដែលគាត់បង្ហោះនៅលើ account Facebook របស់គាត់ហ្នឹងបងប្អូនបាទគឺ account Facebook របស់ខ្ញុំឈ្មោះរិទ្ធីប៉ុនហ្នឹងមើលអត់ឃើញទេបាទតតែខ្ចី account មិត្តភ័ក្តិយកមករបើកបាទបានមើលឃើញវីដេអូគាត់ហ៎បាទហ្នឹងហើយបាទសូមអរគុណមិត្តភ័ក្តិទាំងអស់គ្នាតាមបណ្ដាញ Facebook ហើយសូមបងប្អូនទាំងអស់គ្នាជួយចែករំលែកវីដេអូនេះបាទឲ្យបានច្រើនកកដែលឲ្យបងប្អូននៅប្រទេសកូរ៉េបាទបានស្គាល់បង្គោលបោកប្រាស់ម្នាក់នេះផងបាទកុំឲ្យចាញ់បោកគេទៀតបាទអូខេបាទសូមអរគុណសូមជម្រាបលា